Hello what's up guy បាទសួស្តីប្រហែលបងប្អូនគ្នាបាទថ្ងៃនេះដែរនាំប្រហែលបងប្អូនបាទទៅលេងនៅទីក្រុងឆាងអានបាទរយៈពេល1.5ថ្ងៃបាទឥឡូវនេះបាទពួកខ្ញុំបានមកដល់ពលានហើយ check in ហើយបាទបន្ទាប់ពីធ្វើការអង្គុយរងចាំបាទឥឡូវយើងដល់ម៉ោងបាទគឺយើងជិះយន្តហោះតាម Spring Air ទៅលេងទីក្រុងឆាងអាននិងទីក្រុងលកយ៉ាងបាទឥឡូវនេះយើងចូលយន្តហោះហើយបាទគឺយន្តហោះ3ម៉ោងជាងបាទទៅដល់ទីក្រុងឆាងអានបាទបន្ទាប់មកគឺយើងតទីក្រុងឆាងអានហើយគឺយើងធ្វើការឆ្លងដែរនេះគឺយើងនៅគីអូតែបាទហើយបន្ទាប់មកគឺយើងធ្វើដំណើរបាទទៅជីរ៉ូភ្លើងលឿនដើម្បីទៅលេងទីក្រុងលកយ៉ាងមុនបាទនេះគឺស្ថានីយ៍រថភ្លើងនៅទីក្រុងលកយ៉ាងបាទសួស្តីបាទឥឡូវនេះបាទខ្ញុំឥឡូវនេះកំពុងនៅstation ណាបាទ station រថភ្លើងបាទកំពុងតែរៀបចំធ្វើដំណើរបាទជីរ៉ូភ្លើងលឿនពីទីក្រុងឆាងអានទៅទីក្រុងលកយ៉ាងបាទហើយរថភ្លើងលឿនហ្នឹងបាទ1ម៉ោងតពីធ្វើការរ៉ែរ៉ាប់ឥឡូវយើងដល់ម៉ោងបាទចុះទៅកន្លែងរថភ្លើងបាទតមកយើងជិះរថភ្លើងបាទហើយរថភ្លើង KTB បាទ1ម៉ោងគឺ300គីឡូជាងបាទអញ្ចឹងយើងជិះ3ម៉ោងមកជិះយើងជិះ1ម៉ោងកន្លះច្រឡំ3ម៉ោងមកសំទោសបាទអញ្ចឹងពេលយើងជិះទៅបាទគឺអត់លាក់ដៃទេរថភ្លើងលឿនយើងបាទគឺលឿនមែនតើបាទបន្ទាប់មកគឺយើងទៅទីក្រុងលកយ៉ាងបាទមកដល់ទីក្រុងលកយ៉ាងហើយគឺយើងធ្វើការញ៉ាំអាហារពេលថ្ងៃបាទអាហារហ្នឹងគឺអត់មានច្រើនទេបាទមានតែ10មុខទេបាទហើយមាននារីរួមសម្ដែងបែបជាប្រពៃណីចិនបាទបន្ទាប់មកគឺយើងទៅលេងនៅ Lomen Cross បាទ Lomen Cross ហ្នឹងគឺជាកន្លែងបាទតាំងពីឆ្នាំ400ជាងបាទនេះគឺសក្ការៈបាទហើយកន្លែងនេះបាទគឺគេធ្វើឡើងបាទគឺដើម្បីជាការចងចាំគឺជាការគោរពព្រះពុទ្ធសាសនាបាទហើយនៅខាងស្ដាំដៃនៃរូងភ្នំហ្នឹងបាទគឺមានរូបចម្លាក់បាទព្រះអង្គបាទព្រះពុទ្ធបាទគឺ100000ព្រះអង្គបាទគឺនៅចន្លោះហ្នឹងបាទគឺជាការគោរពបូជាបាទចំពោះជនជាតិចិនបាទហើយម្យ៉ាងទៀតបាទគឺគេធ្វើឡើងដើម្បីឲ្យប្រជាជនចិនទាំងអស់ហ្នឹងគោរពបូជាបាទមិនឲ្យប្រព្រឹត្តអំពើបាបមិនឲ្យប្រព្រឹត្តអំពើខុសឆ្គងបាទនៅហ្នឹងបាទហើយយល់ទៅស្អាតមែនតើបាទហើយនៅកន្លែងហ្នឹងក៏គេចូលជាបេតិកភណ្ឌពិភពលោកដែរបាទហើយនៅខាងឆ្វេងនេះគឺទន្លេអ៊ីបាទទន្លេអ៊ីហ្នឹងក៏វែងដែរបាទមានប្រវែង300គីឡូជាងបាទហើយនិយាយទៅពេលហ្នឹងខ្ញុំទៅគឺត្រជាក់ខ្លាំងបាទហើយបន្ទាប់មកបាទគឺយើងចេញពីLomen Cross ហ្នឹងគឺយើងទៅញ៉ាំអាហារពេលល្ងាចហើយបន្ទាប់មកគឺយើងទៅលេងផ្សាររាត្រីបាទចរណៃទៅដល់ផ្សាររាត្រីហ្នឹងគឺត្រជាក់មែនតើហើយដូចជាមួយ1អង្សា2អង្សាបាទពេលហ្នឹងបាទហើយមានណាខ្ញុំពីដាច់កាយនេះបាទគឺចាប់ដើមភ្លក់ម្ហូបអាហារនៅតាមតំបន់ហ្នឹងបាទហើយបន្ទាប់មកគឺយើងទៅគេងហើយបន្ទាប់មកបាទថ្ងៃបន្ទាប់មកគឺយើងធ្វើដំណើរចេញពីហូតែលទៅលេងនៅវត្តសៅលិញពុកបងប្អូនហ្នឹងឯងបាទយើងធ្លាប់ទៅមើលរឿងមើលអីចឹងបាទអញ្ចឹងហើយបាទវត្តសៅលិញបាទគឺកសាងឡើងទៅឆ្នាំ400ជាងបាទនៃរាជវង្សវៃបាទកសាងឡើងដើម្បីគ្រប់ព្រះពុទ្ធសាសនាទេប៉ុន្តែដោយសារតែមានកុលសម្ព័ន្ធមួយចំនួនមកវាយទៅបាទក៏សៅលិញបង្កើតជាក្បាច់គុណបាទដើម្បីប្រឆាំងជាមួយនឹងកុលសម្ព័ន្ធបាទព្រោះគេចង់រំលាយវត្តសៅលិញចេញបាទអញ្ចឹងទៅក៏ពួកគាត់បង្កើតជាកុលសម្ព័ន្ធឲ្យបង្កើតបានជាក្បាច់គុណកុងហ្វូរហូតមកដល់សពថ្ងៃហ្នឹងបាទសាលបាល់ដែលលោកសៅលិញសម្ដែងបាទនេះខ្ញុំចូលមើលបាទថ្ងៃនេះអត់មានមនុស្សបាទម៉ែអង្គុយលើនោះម៉ែគឺឡើងនោះម៉ែបាទនេះបាទគឺសាលវត្តសៅលិញបាទលពូឡើងនោះលពូបាទលពូឡើងនោះបាទថ្ងៃនេះបាទទៅមានរឿងមកនេះបាទរត់中国书法家现在他们这边现在水墨丹青书法汇编国家书法院也是世界华人បាទអញ្ចឹងបាទសូមជម្រាបបងប្អូនគ្នាបាទសូមទស្សនាក្បាច់គុណកុងហ្វូនិងក្បាច់គុណថៃជីទាំងអស់
បានចាំមកបន្ទាប់ពីមើលការសម្ដែងក្បាច់គុណចប់ហើយឥឡូវនេះបាទយើងជិះឡានអង្គុយទៅមុខទៀតបាទទៅមុខទៀតហ្នឹងគឺទៅមើលកន្លែងសំណាក់បាទឬក៏កន្លែងស្នាក់នៅរបស់ព្រះសង្ឃសម័យមុនបាទគឺនិយាយរួមទៅបាទសំណាក់ហ្នឹងបាទកន្លែងរបស់តាម៉យហ្នឹងគឺមានប្រកបមែនបាទគឺនៅជាស្ថិរមែនបាទហើយដើមឈើហ្នឹងក៏មានអាយុរាប់ពាន់ឆ្នាំដែរបាទតែខ្ញុំភ្លេចឈ្មោះបាត់ទៅដើមឈើហ្នឹងបាទហើយដើមឈើហ្នឹងក៏មានអណ្ដើស្លឹកឈើជ្រូបាទមានអីដែរបាទហើយនិយាយរួមទៅភ្ញៀវទេសចរច្រើនបាទគេមកហ្នឹងគេមកគោរពបាទលើវត្តសាលេងហ្នឹងបាទហើយនិយាយរួមទៅនៅតែមានស្លាកស្នាខ្លះតាំងពីសម័យរាប់ពាន់ឆ្នាំមុនបាទដែលគេហាត់គុណដែលមានកោសម្ព័ន្ធផ្សេងបាទមកវាយបាក់សាលេងបាទអញ្ចឹងបាទបើយើងមើលរឿងចិនទៅអូច្រើនមែនតើបាទនេះគឺរូបសំណាកតាម៉បាទមានតានេះតបងវាយឆ្កែដែរបាទនៅហ្នឹងបាទអញ្ចឹងមកបន្ទាប់ពីយើងបានមើលសឹកទស្សនានៅវត្តសាលេងហើយបាទកន្លែងសាក់នៅរបស់វត្តសាលេងហើយបាទបន្ទាប់មកគឺយើងធ្វើដំណើរបាទទៅភូមិបុរាណបាទភូមិបុរាណហ្នឹងនៅលក់យ៉ាងដែរបាទពុកម៉ែបងប្អូននិយាយភូមិបុរាណហ្នឹងគឺទំនើបមែនតើបាទអញ្ចឹងយើងចង់ស្លៀកតែងបែបបុរាណក៏បានបាទហើយអ្វីសំខាន់នោះគឺយើងឃើញបាទទេវតាហោះនៅលើមេឃបាទទេវតាបែបប្រការបាទហើយនៅភូមិបុរាណណាអ្វីដែលផ្សេងផុតបាទគឺងាយឡើងហ្នឹងគឺមានការជ្រើសយកគេថាជ្រើសរើសគូចាប់គូបាទនេះបងប្អូនស្រីនារីអីបាទអត់មានសង្ស័យហ្នឹងទៅនឹងត្រូវបាទតែតើចេះចិនដែរបាទអញ្ចឹងបានយើងអាចឡើងទៅនិយាយសាសងថាមនុស្សប្របែបណាដែលយើងចង់បានអញ្ចឹងបាទហើយមានទេវតាម្នាក់បាទសម្រាប់ហៅបរោះឲ្យឡើងទៅអញ្ចឹងបាទហើយបើសិនថាត្រូវគ្នាហើយអូខេមានអីបាទចាប់ដៃគូគ្នាស្រឡាញ់គ្នាបាទយកវីឆាគ្នាញ៉ៃគ្នាបានមកឆ្ងាញ់បាទហើយនៅភូមិបុរាណហ្នឹងក៏គេតុបតែងបែបបុរាណបែបពីសម័យដើមដែរបាទនិយាយរួមទៅគឺ special មែនតើបាទនៅលក់យ៉ាងហ្នឹងបាទហើយសម្រាប់ប្រពៃណីខ្ញុំដែរបាទទៅដល់ចិនចូលចិត្តបំផុតបាទគឺប្រហិតបាត់អាំងហើយសាច់អាំងបាទជាសាច់ពពែអាំងបាទញ៉ាំរាល់ថ្ងៃបាទទៅកន្លែងណាក៏ញ៉ាំដែរសាច់ពពែអាំងបាទនេះក៏សត្វទេវតាទាំងអស់ជាខ្លាំងបាទនៅនឹងជាខ្លាំងមែនតើវានៅលក់យ៉ាងជាខ្លាំងបាទហើយបន្ទាប់មកបាទថ្ងៃបន្ទាប់គឺយើងដើរលេងលក់យ៉ាងចែកហើយយើងចេញពីលក់យ៉ាងទៅបាទគឺយើងធ្វើដំណើររយៈពេលបាទប្រហែលជា3-4ម៉ោងទេបាទទៅទីក្រុងឆាងអានវិញបាទអ្វីដែលពិសេសនៅក្រុងឆាងអានបាទគឺយើងទៅមើលស្ដេចឈិនស៊ីហ៊ွန်បាទគឺជាអតីតដំបងផុតបាទដែលគាត់ស្លាប់នៅឆ្នាំ2010ក្នុងរឿងសករាជបាទហើយគាត់បានបញ្ជាឲ្យគេបាទកសាងបាទជារូបទាហាននៃឥដ្ឋបាទ8000រូបបាទនឹងមានអតេសេះមានសត្វសេះបាទផ្សេងគ្នាបាទចំពោះទាហានដែលធ្វើពីឥដ្ឋដែលធ្វើពីរូបចម្លាក់ហ្នឹងបាទគឺនិយាយរួមទៅគឺមានសភាពខុសគ្នាមានមន្ត្រីមានទាហានមានអាមាត្យមានអីទាំងអស់បាទដោយគាត់ជឿថានៅពេលដែលស្លាប់ទៅបាទពួកទាំងអស់ហ្នឹងនឹងត្រូវទៅតាមគាត់ទៅតាមបម្រើគាត់នៅជាក្រោយបាទបន្ទាប់ពីយើងដើរមើលទស្សនានៅភ្នូឈិនស៊ីហ៊ុនចៃបាទបន្ទាប់មកគឺយើងធ្វើដំណើរទៅលេងលោកគ្រូខាងជេងបាទទស្សនៈលោកខាងជេងបាទដែលនៅឆាងអានបាទបន្ទាប់មកគឺយើងចូលគេងបាទបន្ទាប់មកព្រឹកស្អែកឡើងបាទគឺយើងទៅលេងជញ្ជាំងក្រុងឆាងអានបាទដែលមានអាយុកាល3000ឆ្នាំហើយបាទក្រុងឆាងអានហ្នឹងមានប្រវែងបាទចិត្ត14គីឡូបាទជញ្ជាំងហ្នឹងបាទគឺវែងមែនតើហើយនៅហ្នឹងយើងអាចឈរមើលទេសភាពយើងអាចជិះកង់លេងលើហ្នឹងបាននៅទីក្រុងឆាងអានហ្នឹងបាទនិយាយរួមទៅ special មែនតើហើយបាទវីដេអូខ្ញុំនេះបាទគឺអត់បានថតទាំងអស់ឬក៏និយាយបោះក្បាយទេបាទស្គាល់ពេលក្រោយនឹងរៀបរាប់ឲ្យបានគាត់ក្បាយជានេះទៀតបាទអរគុណ